សូមស្វាគមន៍មកកាន់ Channel នៃទានរឿងខ្មែរសូមជូនរឿងទន្សាយចង់ស៊ីចេកកាលពីព្រេងនាយមានសុភាទន្សាយមួយក្បាលដែលឆ្លៀសវៃតែពេលខ្លះក៏មានចិត្តរពឹសបន្តិចដែរថ្ងៃមួយទន្សាយដើរលេងក្នុងព្រៃក៏មានអារម្មណ៍ថាក្លៀនជាខ្លាំងវាមើលទៅឃើញផ្លូវធំដែលមានមនុស្សម្នាដើរឆ្លងកាត់ក៏អង្គុយសម្លឹងមើលថាតើអាចរកអ្វីបានស៊ីខ្លះមួយសន្ទុះក្រោយមកស្រាប់តែមានស្ត្រីចំណាស់ម្នាក់កំពុងទូលអីចេកពេញមួយចង្អេរចេកទាំងនោះមើលទៅគួរឲ្យចង់ស៊ីណាស់ហើយមានក្លិនឈ្ងុយទៀតផងទន្សាយមានចិត្តចង់ស៊ីចេកទាំងនោះជាខ្លាំងតែមិនដឹងធ្វើយ៉ាងណាវាជាសត្វតូចមិនអាចលួចឡើងឬដណ្ដើមពីស្ត្រីចំណាស់នោះបានទេគិតហើយគិតទៀតទន្សាយក៏នឹកឃើញល្បិចដ៏ឆ្លាតវៃមួយទន្សាយក៏រត់ទៅពន្ធនៅក្បែរដងផ្លូវដែលស្ត្រីចំណាស់នឹងដើរឆ្លងកាត់បន្ទាប់មកវាធ្វើពុតជាដេកសន្លប់នៅចំកណ្ដាលផ្លូវនោះតែម្ដងវាធ្វើខ្លួនឲ្យរឹងដូចជាឈើហើយបិទភ្នែកជិតដោយលាជើងទាំង4មើលទៅគួរឲ្យអាណិតពេលស្ត្រីចំណាស់ដើរមកដល់ចំកន្លែងនោះក៏ប្រទះឃើញទន្សាយដេកស្លាប់នៅកណ្ដាលផ្លូវគាត់ក៏ដាក់ចង្អេរចេកចុះហើយសម្លឹងមើលទៅទន្សាយដោយក្តីរីករាយស្ត្រីចំណាស់គិតក្នុងចិត្តថាយីថ្ងៃនេះអីក៏ហេយ៉ាងនេះខ្ញុំបានសាច់ទន្សាយសម្រាប់ស្លម្ជូរដ៏ឆ្ងាញ់ហើយគាត់ត្រេកអរជាខ្លាំងដោយគិតថាបានចំណីសាច់មកស្លមិនអស់លុយគាត់ក៏ចាប់ទន្សាយនោះដោយថ្នមហើយដាក់ចូលទៅក្នុងល្អីចេកដើម្បីយកទៅផ្ទះសម្រាប់ស្លគាត់រៀបចំចេកទាំងនោះឲ្យគ្របពីលើទន្សាយដើម្បីកុំឲ្យមានអ្នកណាដឹងស្ត្រីចំណាស់ទូលល្អីចេកនោះឡើងលើក្បាលវិញហើយបន្តដំណើរទៅមុខដោយចិត្តសប្បាយរីករាយអញ្ចឹងគិតថាពេលទៅដល់ផ្ទះនឹងបានលក់ទាំងចេកខ្លះនិងបានទាំងសាច់ទន្សាយសម្រាប់ធ្វើម្ហូបអាហារទៀតផងរីឯសុភាទន្សាយវិញកាលបើបានចូលទៅក្នុងល្អីនោះហើយក៏ធ្វើសកម្មភាពភ្លាមវាចាប់ផ្ដើមបកចេកក្នុងល្អីនោះស៊ីយ៉ាងឆ្ងាញ់មាត់តែម្ដងវាស៊ីម្ដងមួយដោយសង្ងំនៅក្រោមគំនរចេកទន្សាយស៊ីហើយស៊ីទៀតរហូតចេកស្ទើរតែអស់ពីល្អីពេលស៊ីឆ្អែតហើយទន្សាយក៏ដឹងថាខ្លួនត្រូវចេញទៅហើយវាក៏ឆ្លៀតនៅពេលដែលស្ត្រីចំណាស់មិនចាប់អារម្មណ៍ក៏ហក់ចេញពីល្អីរត់ចូលទៅក្នុងព្រៃបាត់ដោយសុវត្ថិភាពស្ត្រីចំណាស់ដើរទៅដល់ផ្ទះដោយនឿយហត់ហើយក៏ដាក់ល្អីចុះគាត់រៀបរាប់ប្រាប់កូនចៅថាគាត់បានរើសបានទន្សាយសម្រាប់ស្លម្ជូរដ៏ឆ្ងាញ់គាត់ក៏លើកចេកចេញពីល្អីដើម្បីយកទន្សាយតែគាត់ភ្ញាក់ផ្អើលជាខ្លាំងគាត់ឃើញតែសម្បកកំណោចេកជាច្រើនហើយទន្សាយក៏បាត់ស្រមោលទៅហើយស្ត្រីចំណាស់ទើបដឹងខ្លួនថាគាត់បានចាញ់បោកទន្សាយកំហូចនោះទៅហើយគាត់គិតស្ដាយទាំងចេកស្ដាយទាំងសាច់ទន្សាយដែលគាត់ចង់បានគាត់ក៏និយាយដោយតូចចិត្តថារបស់ដែលបានមកដោយស្រួលពេកអាចនាំឲ្យមានក្តីវិនាសដល់ខ្លួនមេរៀនអប់រំអំពីរឿងនេះប្រាជ្ញាជ្រាលវៃជួយឲ្យយើងសម្រេចគោលដៅទោះបីជាយើងខ្សោយជាងគេក៏ដោយកុំមានចិត្តលោភលន់ពេកចំពោះរបស់ដែលបានដោយងាយព្រោះអាចនាំឲ្យយើងខាត់បងនៅរបស់ដែលយើងមានស្រាប់ទៅវិញភាពលោភលន់របស់ស្ត្រីចំណាស់ចង់បានទាំងចេកទាំងសាច់ទន្សាយក៏បណ្ដាលឲ្យគាត់ខាត់បងទាំងពីរតែម្ដង